សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀន Excel ថ្មីមួយទៀតរបស់យើងថ្ងៃនេះយើងនឹងមកស្គាល់រូបមន្តមួយដែលពិសេសហើយក៏ជួយសន្សំពេលវេលាបានច្រើនមែនទែននោះគឺរូបមន្ត Sum Product តើ Sum Product នេះមានន័យដូចអ្វីខ្លះតោះយើងមកដឹងទាំងអស់គ្នា Sum Product បើយើងបកប្រែជាភាសាខ្មែរឲ្យងាយយល់ Sum Product មានន័យថាការបូកសរុបនៅផលគុណអញ្ចឹងឈ្មោះរបស់វាគឺកើតចេញពីការគុំពាក្យពីរបញ្ចូលគ្នាទី1 Product មានន័យថាការគុណនិងទី2 Sum មានន័យថាការបូកសរុបអញ្ចឹងចុះវាមានដំណើរការដូចយ៉ាងដូចម្ដេចដែលយើងមកមើលទាំងអស់គ្នាអញ្ចឹងតារាងទាំងពីរនេះជាវិក័យប័ត្រនៃតំណែងលក់កុំព្យូទ័រមួយហើយខាងនេះយើងប្រើនៅ Sum ខាងនេះយើងប្រើនៅ Sum Product អញ្ចឹងយើងប្រើ Sum យើងត្រូវមាន column មួយទៀត amount ដែលយើងប្រើ Sum Product យើងមិនចាំបាច់មាន amount ទេអញ្ចឹងតើយើងធ្វើដូចម្ដេចតោះយើងចូលទៅធ្វើទាំងអស់គ្នាកុំឲ្យខាតពេលយូរអញ្ចឹងហើយលោកគ្រូសូមលុបចោលសិនដើម្បីធ្វើឲ្យសិស្សានុសិស្សបានយល់ទាំងអស់គ្នាអញ្ចឹងរូបមន្តខាងនេះយើងប្រើ Sum ធម្មតាហើយ Sum ធម្មតាយើងត្រូវឆ្លងកាត់នៅផលគុណសិនអញ្ចឹងយើងប្រើមកស្មើយើងយកតម្លៃទៅគុណជាមួយចំនួនទៅយើង enter មកអញ្ចឹងយើង enter មកយើងអូសវាក៏បានដើម្បីคลิกក៏បានបើលោកគ្រូទៅដៃលោកគ្រូអូសចុះអញ្ចឹងហើយត្រង់ចំណុចសរុបនេះយើងត្រូវប្រើរូបមន្ត Sum ស្មើ Sum ចឹងយើងត្រូវតែមក select ឬជួរយើងចង់បូកហ្នឹងអញ្ចឹងឃើញថាវាបានមកប៉ុណ្ណេះលទ្ធផលចុះខាងនេះវិញខាងនេះយើងប្រើនៅ Sum Product តែយើងប្រើ Sum Product យើងមិនចាំបាច់មានឆ្លងកាត់នៅផលរបស់គុណសិនទេគឺយើងស្មើយើងប្រើ Sum Product យើងមក select លើចំនួនយើងខមាមួយយើងមក select លើតម្លៃយើងបិទវងកញ្ចក់យើង enter អញ្ចឹងផលមកត្រូវដូចគ្នាអញ្ចឹងណាផលមកមានការត្រូវដូចគ្នាអញ្ចឹងវីដេអូនេះសូមសិស្សានុសិស្សបានយល់ទាំងអស់គ្នាអំពីការប្រើប្រាស់នៅរូបមន្ត Sum Product បើសិនជាសិស្សានុសិស្សមើលទៅថាវីដេអូនេះមានប្រយោជន៍ជួយ share និងជួយ follow like page លោកគ្រូផងហើយ subscribe នៅក្នុង channel YouTube លោកគ្រូផងដើម្បីបានមេរៀនថ្មីៗអំពីលោកគ្រូទៀតសូមអរគុណ